បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាសង្សារខ្ញុំមកលេងនៅសហរដ្ឋអាមេរិកហើយរៀបការនឹងគ្នាបើខ្ញុំមានសញ្ជាតិតើការធានាគាត់ឲ្យរស់នៅនឹងរងចាំប៉ុន្មានខែបាទចម្លើយសម្រាប់និស្សិតឬក៏អ្នកមកលេងសហរដ្ឋអាមេរិកពួកគាត់នៅតែមានសិទ្ធិរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ដូចគ្នាក្រោយពេលរៀបការរួចប្តីឬប្រពន្ធរបស់លោកអ្នកអាចដាក់ពាក្យធានាលោកអ្នកឲ្យរស់នៅហើយដាក់ពាក្យស្នើសុំ green card ជូនលោកអ្នកតែម្ដងគឺដាក់ពាក្យស្នើសុំ green card ជូនលោកអ្នកតែម្ដងនេះសម្រាប់ករណីប្តីឬប្រពន្ធរបស់លោកអ្នកមានសញ្ជាតិអាមេរិកក្រោយពេលដាក់ពាក្យស្នើសុំ green card និងធានានានារួចរាល់ហើយជាធម្មតាគឺសំណុំរឿងប្តីមានសញ្ជាតិធានាភរិយាហ្នឹងគឺត្រូវរងចាំចន្លោះពី8ខែទៅ16ខែក៏ប៉ុន្តែមានសំណុំរឿងមួយចំនួនដែលក្រុមហ៊ុនយើងខ្ញុំកាន់រៀបចំឯកសាររងចាំតែ1ខែ15ថ្ងៃ4ខែ20ថ្ងៃ6ខែក៏បាន green card តែម្ដងបាទអញ្ចឹងការដែលឆាប់ទទួលបាន green card និងទទួលបានការអនុម័តលើពាក្យធានាហ្នឹងគឺដោយសារពួកគាត់មានទំនាក់ទំនងស្នេហាគ្នាច្បាស់លាស់មានរូបភាពដេកដើរអង្គុយឈរជាមួយគ្នាមានផុសតាំងជាមួយគ្នាជាច្រើនដែលយើងអាចនិយាយថាក្រំតែក្រសួងអន្តរប្រវេសន៍មើលឃើញភ្លាមគេជឿជាក់ទៅលើទំនាក់ទំនងស្នេហាគាត់ភ្លាមអញ្ចឹងទៅធ្វើឲ្យសំណុំរឿងរបស់ពួកគាត់ហ្នឹងគេជឿជាក់ពិតប្រាកដហើយឆាប់សម្រេចលើពាក្យស្នើសុំ green card និងពាក្យធានាអស់ហ្នឹងបាទទន្ទឹមនឹងហ្នឹងមិនខ្វះទេសំណុំរឿងដែលរងចាំរហូតដល់18ខែ20ខែក៏មានដែរនៅពេលដែលសំណុំរឿងយើងមិនរឹងមាំផុសតាំងយើងមិនគ្រប់គ្រាន់គេសង្ស័យលើឯកសារលើរូបភាពលើផុសតាំងនានាដែលយើងដាក់ទៅរយៈពេលនៃការដោះស្រាយឯកសារគឺវាយូរបាទវាយូរចំណាយពេលយូរអាច20ខែអ្នកខ្លះ2ឆ្នាំក៏មានដែរបាទអញ្ចឹងសរុបមកសំណុំរឿងធានាប្រពន្ធឬប្តីនៅក្នុងទឹកដីសហរដ្ឋអាមេរិកអាចចំណាយពេលចន្លោះពី8ខែទៅ16ខែទន្ទឹមហ្នឹងក៏មានសំណុំរឿងខ្លះលឿនជាងហ្នឹងខ្លះក៏យឺតជាងនេះដែរវាអាស្រ័យទៅលើផុសតាំងនិងការរៀបចំឯកសារវាម៉ត់ចត់បែបណាបាទតាក់ទងនឹងសេវាកម្មទិដ្ឋាការអាមេរិកលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានក្រុមហ៊ុនយើងខ្ញុំមានគ្រប់សេវាកម្មផ្នែកទិដ្ឋាការអាមេរិកលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនបើត្រូវការសេវាកម្មណាមួយឬឆ្ងល់ព័ត៌មានណាមួយតាក់ទងជាមួយនឹងការរៀបចំឯកសារបាទអរគុណ